Wow, trận này tầm tại $64 đào lên bàn 4 tỷ krong Hồ Chí Minh, Đà Nẵng, Hội An về cái lại kê cục cái lại hộp hai cục cái lại đào lên cục cái lại từng ó cứ rùm cho từng ó bà sân bóng ôn trong đắng thay từ lấy $64 cái đào lên những mấy tóc bóng ôn ở kia bà xong người ta ở tầm mưa trong đó kia bạn. Yo, what's up guys? Welcome back. នេះគឺជាសកម្មភាពរយៈពេល3-4ថ្ងៃសម្រាប់ទៅទីក្រុងដាណាង Hội An វេនិងហូជីមិញអញ្ចឹងមានបងប្អូនមួយចំនួនគាត់ឆ្ងល់ថាចុះតម្លៃ$69ហ្នឹងទៅលេខបានដល់4ទីក្រុងហើយយើងជិះយន្តហោះទៀតអូខេថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីដំណើរកម្សាន្តទៅខាងវៀតណាមកដាលអញ្ចឹងបងប្អូនបានឆ្ងល់ថានៅវៀតណាមកដាលមានអ្វីពិសេសក្នុងវីដេអូនេះគឺខ្ញុំលើកពីទីក្រុងដាណាងហើយនៅដាណាងមានអ្វីដែលពិសេសជាងគេបាទគឺនៅដាណាងគឺពិសេសជាងគេបំផុតគឺស្ពានបាដៃបាទស្ពានបាដៃគឺនៅណាស្ពានបាដៃគឺនៅបាណាហៀលសម្រាប់ភ្នំបាណាហៀលគឺជាភ្នំមួយដែលល្បីបំផុតលើពិភពលោកមូលហេតុដែលភ្នំបាណាហៀលល្បីល្បាញដល់ពិភពលោកបាទគឺដោយសារតែនៅភ្នំនេះគឺមានស្ពានបាដៃស្ពានបាដៃគឺដើម្បីទៅដល់ស្ពានបាដៃគឺយើងត្រូវជិះកត្រកហ្នឹងគឺប្រវែង5000 ម៉ែត្រជាងហើយនៅស្ពានបាដៃហ្នឹងបាទអ្វីដែលពិសេសបំផុតហ្នឹងគឺគេមានរចនាបែបសួនបកាទំនើបមានវត្តអារាមនៅទីនោះនិយាយទៅពេលយើងទៅដល់ហ្នឹងគឺអត់ធុញទេបាទគឺយើងថតនៅស្ពានបាដៃហើយយើងអាចដើរមើលទស្សនាគ្រប់កន្លែងទាំងអស់បន្ទាប់មកក៏យើងចេញពីស្ពានបាដៃហ្នឹងគឺយើងឡើងទៅភូមិអឺរ៉ុបហើយចំពោះភូមិអឺរ៉ុបវិញបងប្អូនទៅគឺច្បាស់ជាស្រីវ៉ាវទេបាទដោយសារតែនៅនេះគឺស្អាតបាទគឺស្អាតមែនតើហើយមិនមែនមានតែជនជាតិខ្មែរនិងអាស៊ីទេបាទមកពីពិភពលោកបាទទៅលេងនៅភ្នំបាណាហៀលហ្នឹងបាទបងប្អូនមើលក្នុងរូបភាពក៏ដឹងដែរបាទថានៅភ្នំបាណាហៀលងាយឡើងហ្នឹងគឺអាកាសធាតុគឺត្រជាក់អាច13 14អញ្ចឹងទៅអញ្ចឹងបានន័យថាគឺយើងទៅពីខ្មែរគឺយើងទៅដល់នោះគឺផ្លាស់ប្ដូរអាកាសធាតុគឺយើងមានអារម្មណ៍ថាសប្បាយចិត្តដោយសារតែអាកាសធាតុនោះត្រជាក់ស្រួលអញ្ចឹងបាទហើយយើងដើរលេងដូចបានដើរលេងនៅអឺរ៉ុបអញ្ចឹងបាទហើយអ្វីដែលពិសេសលើភ្នំបាណាហៀលបាទគឺមានកន្លែងញ៉ាំអីជាច្រើនបាទហើយក្នុងនោះដែរគឺយើងមានអាហារ buffet លើភ្នំបាណាហៀលហើយក្នុងអាហារ buffet ហ្នឹងគឺមានម្ហូបប្រហែលជា50-60មុខគឺសម្បូរបែបឆ្ងាញ់ពិសាសម្រាប់ភ្ញៀវបាទអ្វីដែលពិសេសបំផុតមួយទៀតនោះបាទគឺមានថែមប៊ីយ៉ាជូនភ្ញៀវបាទម្នាក់មួយកែវអញ្ចឹងបាទហើយសំខាន់គឺtour leader guide និងភ្ញៀវបានផឹកហើយយើងរាំលេងនៅក្នុងអាហារ buffet នោះបាទហើយសំខាន់គឺគេមានតន្ត្រីកបែបមកពីពួកអឺរ៉ុបពីពួកឡាទីនអញ្ចឹងហើយពួកគាត់លេងភ្លេងកំដរយើងចាក់បត់រាំអីទៅគឺយើងផឹកផងញ៉ាំផងហើយយើងរាំនៅកន្លែងអាហារ buffet ហ្នឹងបាទទាល់តែម៉ោង7ម៉ោង8យប់បានយើងចុះពីភ្នំបាណាហៀលហ្នឹងឡប់ទៅវិញបាទហើយសំខាន់គឺសប្បាយខ្លាំងមែនតើហើយភ្នំបាណាហៀលហ្នឹងគឺមិនឆ្ងាយពីទីក្រុងដាណាងទេយើងជិះតែ40នាទីទេពីទីក្រុងដាណាង